ហេតុអ្វីបានជាគេមិនដាក់សំណាញ់ការពារនៅពីមុខម៉ាស៊ីនយន្តហោះទោះបីជាមានសត្វស្លាបជាច្រើននៅតែមកដល់ទីនេះក៏ដោយជាពិសេសនៅពេលដែលហោះឡើងនិងចុះចតនៅពេលដែលពងសត្វស្លាបមិនបានតិចទាន់ពេលវេលាការធ្វើឲ្យសត្វស្លាបចូលទៅក្នុងទូប៊ីនគឺប្រព្រឹត្តការមិនល្អនោះទេប៉ុន្តែវាមិនមែនជាគ្រោះមហន្តរាយតតែសោះម៉ាស៊ីនអាចបាត់បង់កម្លាំងរុញច្រានផ្សែងឬក៏សូម្បីតែឆេះប៉ុន្តែយន្តហោះទំនើបត្រូវបានគេរចនាឡើងដើម្បីទប់ទល់នឹងការញាប់ផ្អើលបែបនេះអ្នកបើកយន្តហោះគ្រាន់តែបិទម៉ាស៊ីនដែលខូចហើយហោះហើរដោយស្ងប់ស្ងាត់នៅលើម៉ាស៊ីនដែលនៅសល់វាហាក់ដូចជាការដាក់សំណាញ់គឺជាការសម្រេចចិត្ត logical ប៉ុន្តែវាមានហេតុផលដែលវិស្វករមិនធ្វើបែបនេះម៉ាស៊ីនយន្តហោះត្រូវការខ្យល់ស្អាតនិងឯកសណ្ឋានច្រើនរបាំងណាមួយដែលនៅមុខច្រកចូលបង្កើតភាពច្របូកច្របល់កាត់បន្ថយធម្មពលបង្កើតការប្រើប្រាស់ប្រេងឥន្ធនៈនិងរំខានដល់ dynamic នៃខ្យល់ហើយរឿងដ៏គ្រោះថ្នាក់បំផុតគឺថាប្រសិនបើសំណាញ់ខូចនិងដួលរលំបំណែករបស់វានឹងហើរចូលផ្ទាល់ទៅក្នុងស្លាបម៉ាស៊ីននៃបង្ហាប់ខ្យល់បំណែកដែកដែលនៅខាងក្នុងទូប៊ីនគឺជាគ្រោះថ្នាក់មហន្តរាយដែលធានាខណៈពេលដែលម៉ាស៊ីនភាគច្រើនគឺនៅតែស៊ូទ្រាំនិងសត្វស្លាបបាក់ក្រៅពីនេះសូមស្រមៃមើលថាតើសំណាញ់បែបនេះនឹងស្ទះយ៉ាងឆាប់រហ័សប៉ុណ្ណាមិនត្រឹមតែសត្វស្លាបប៉ុណ្ណោះទេថែមទាំងទឹកកកកំតិចកំទីនិងព្រិលទៀតផង